នាយកប្រតិបត្តិដែលកាន់អំណាចកំពុងកាន់ទូរស័ព្ទដៃគាត់បានថតរូបរថយន្តជាច្រើនដែលត្រូវបានបុកពីក្រោយបងប្រុសរឿងនេះត្រូវបានថតរួចហើយខ្ញុំមិនអាចបង់លុយទាំងអស់បានទេអ្នកមិនចាំបាច់បារម្ភពីខ្ញុំទេខ្ញុំគ្រាន់តែថតរូបមួយសន្លឹកដើម្បីរំលឹកពីឱកាសនោះតាមពិតទៅនាយកប្រតិបត្តិរូបនេះបានធ្វើបែបនេះដោយចេតនាដើម្បីថតរូបគ្រោះថ្នាក់ចរាចរណ៍ហើយបង្ហោះវានៅលើ WeChat Moments របស់គាត់តើខ្ញុំអាចធ្វើឲ្យនារីដែលខ្ញុំលួចស្រឡាញ់យកចិត្តទុកដាក់ចំពោះខ្ញុំដោយរបៀបណាក្មេងស្រីរូបនោះគ្រាន់តែចុច like លើការបង្ហោះនៅលើ WeChat Moments របស់នាងប៉ុណ្ណោះអ្នកបានបំផ្លាញនរណាម្នាក់ពីក្រោយលើកមេដៃមួយហេតុអ្វីបានជាវាដូចជាមួយខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះឧត្តមសេនីយ៍ហាក់ដូចជាដឹងថាទាំងនេះគឺជារូបថតនៃគ្រោះថ្នាក់ចរាចរណ៍ខ្ញុំបានលុបចោលការចូលចិត្តនោះយ៉ាងរហ័សតើខ្ញុំខ្វល់ពីអ្វីចំពោះការធ្វើជាអ្នកបោកប្រាស់អ្នកមិនបានចុច like ឲ្យខ្ញុំផងតើគាត់ពិតជាកំណាញ់មែនឬមេបញ្ជាការមានការខកចិត្តយ៉ាងខ្លាំងដែលមិនទទួលបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍អ្វីដែលធ្វើឲ្យគាត់ខកចិត្តថែមទៀតនោះគឺជំនួយការស៊ូឆាងនៅខាងក្រៅឡានកំពុងនិយាយទូរស័ព្ទជាមួយមិត្តស្រីរបស់គាត់ដោយបង្ហាញពីក្តីស្រឡាញ់របស់ពួកគេនេះពិតជាដូចជាការត្រដោះអំបិលលើរបួសរបស់គាត់នីតិហ៊ានដែលពោពេញដោយការច្រណែនបានសម្លឹងមើលទៅស៊ូឆាងភ្លាមដោយទឹកមុខមានន័យគាត់ត្រូវបានគេផ្ដល់សញ្ញាឲ្យដាក់ទូរស័ព្ទចុះពួកគេថែមទាំងគម្រាមកាត់ប្រាក់រង្វាន់ចុងឆ្នាំរបស់គាត់ទៀតផងក្មេងស្រីនោះបានហៅគាត់ថាជាអ្នកបោកប្រាស់ក្មេងស្រីនោះបានដឹងពីការគ្រប់គ្រងអចលនទ្រព្យថានាងកំពុងជួលអាផាតមិនថប់មួយម្ចាស់ផ្ទះបានប្រែក្លាយទៅជា Marshall ដែលជាសង្សារកាលពីកុមារភាពរបស់គាត់ពីត្រើយម្ខាងនៃសាលគាត់មិនអាចជួយអ្វីបានក្រៅពីឆ្ងល់ឡើយមិនយូរប៉ុន្មានទេខ្ញុំត្រូវបានអតីតម្ចាស់ផ្ទះរបស់ខ្ញុំបណ្តេញចេញដោយគ្មានមូលហេតុតើលោកមេតបអាចជាមេខ្លោងនៅពីក្រោយរឿងនេះឬដើម្បីស្វែងរកការពិតឧត្តមសេនីយ៍បានប្រញាប់ប្រញាល់ត្រឡប់ទៅផ្លូវតូចដែលគាត់ធ្លាប់រស់នៅវិញពេលនោះដែលអតីតម្ចាស់ផ្ទះកំពុងជែកជាមួយអ្នកជិតខាងអ្នកជួលថ្មីមិនដែលបង្ហាញខ្លួនទេមានបំណងជួលបណ្ដំទៀតពេលដូច្នេះឧត្តមសេនីយ៍ការសង្ស័យរបស់ខ្ញុំកាន់តែប្រកបប្រជាប៉ុន្តែគាត់នៅតែចង់ស្វែងរកការពិតបន្ទាប់មកគាត់ធ្វើពុតជាជួយមិត្តរបស់គាត់ជួបផ្ទះគាត់ថែមទាំងបានបង្ហាញរូបភាពរបស់មន្ត្រីនោះទៅម្ចាស់ផ្ទះទៀតផងតើមានអ្វីកើតឡើងចំពោះគាត់អូយមនុស្សម្នាក់នេះសង្ហាពេកហើយខ្ញុំចង់នៅសម្រាប់មនុស្សស្មោះត្រង់ការពិតបានលេចចេញមកភ្លាមនៅពេលដែលពាក្យទាំងនេះត្រូវបាននិយាយប៉ុន្តែអតីតម្ចាស់ផ្ទះមានល្បិចកលនិងកញ្ញាធ្វើពុតជាមិនដឹងពីមូលហេតុត្រឹមត្រូវរបស់ឧត្តមសេនីយ៍ពួកគេថែមទាំងបានអះអាងដោយទំនុកចិត្តថាពួកគេមានភាពស្មោះត្រង់ជាមូលដ្ឋានរបស់ម្ចាស់ផ្ទះទៀតផងចាប់តាំងពីថ្លៃជួលរបស់មន្ត្រីរាជការត្រូវបានប្រមូលជានឹងមិនជួលបន្តឲ្យអ្នកដទៃទេបន្ទាប់ពីឧត្តមសេនីយ៍បានបញ្ជាក់ពីការស្មានរបស់គាត់និយាយលាអតីតម្ចាស់ផ្ទះដោយសុភាពរាបសារប៉ុន្តែនៅក្នុងចិត្តរបស់គាត់បានស្បោះដោយសម្ងាត់ចំពោះមេបញ្ជាការអ្នកគ្រាន់តែរងចាំត្រឡប់ទៅធ្វើការវិញឧត្តមសេនីយ៍រូបនេះត្រូវបានដំឡើងឋានៈជាផ្លូវការទៅជាសមាជិកពេញសិទ្ធិរបស់មិត្តដោយសារតែការងារដ៏លេចធ្លោរបស់គាត់យ៉ាងណាមិញនៅពេលដែលមេបញ្ជាការបានតាក់ទងមកអបអរសាទរគាត់ទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានត្រឡប់ទៅកាន់តំណែងរបស់គាត់វិញជាមួយនឹងទឹកមុខមើលងាយនីតិហ៊ានដែលមិនដឹងពីការពិតនោះមានការងឿងឆ្ងល់ទាំងស្រុងអ្នកគួរតែដឹងថាគាត់បានជួយច្រើនណាស់ក្នុងការដំឡើងឋានៈឧត្តមសេនីយ៍ទៅជាឧត្តមសេនីយ៍ពេញសិទ្ធិប៉ុន្តែពេលគាត់ត្រឡប់ទៅការិយាល័យវិញគាត់បានទទួលសារជាអក្សរដែលនិយាយថាគាត់គួរអរគុណអ្នកដែលបានឡើងទៅលើដំបូលសេនាប្រមុខគិតថាឧត្តមសេនីយ៍ខ្មាស់អៀនពេកមិនអាចអរគុណគាត់ជាសាធារណៈបានទេខ្ញុំបានអញ្ជើញគាត់ជាពិសេសឡើងលើដំបូលដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំដូច្នេះគាត់បានឡើងទៅលើដំបូលផ្ទះដោយក្តីរំពឹងវាជារឿងធម្មតាទេសម្រាប់គាត់ក្នុងការណែនាំអ្នកចំណូលថ្មីនៅពេលដែលមិនចាំបាច់បង្ហាញការថ្លែងអំណរគុណពិសេសបន្ទាប់មកឧត្តមសេនីយ៍បានលើកឡើងពីបញ្ហាផ្ទះសម្បែងទោះបីជានីតិហ៊ានយល់ក៏ដោយក៏គាត់ធ្វើពុតជាមិនយល់ដែរលោកម្ចាស់ផ្ទះអ្នកពិតជាបានដាក់ចិត្តដាក់កាយធ្វើរឿងនោះមែនប៉ុន្តែគាត់នៅតែរក្សាក្តីសង្ឃឹមបន្តិចបន្តួចធ្វើពុតជាក្អប់ដើម្បីឆ្លងកាត់មូលពពានបាត់ដោយមិននឹកស្មានដល់ឧត្តមសេនីយ៍បានលាតត្រដាងអត្តសញ្ញាណរបស់គាត់ថាជាម្ចាស់ដីមេបញ្ជាការបានពន្យល់យ៉ាងប្រញាប់ប្រញាល់ថាវាគ្រាន់តែដោយសារតែគាត់មិនបានអនុញ្ញាតឲ្យគាត់ចូលទៅក្នុងស្ថានភាពល្អឥតខ្ចោះតាំងពីដំបូងមកប៉ុណ្ណោះអារម្មណ៍មានកំហុសបាននាំឲ្យខ្ញុំផ្ដល់បរិយាកាសរស់នៅល្អខ្ញុំគ្មានគំនិតផ្សេងទៀតទេទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍មិនត្រឹមតែមានសំណាងអាក្រក់ប៉ុណ្ណោះទេផ្ទុយទៅវិញគាត់ជឿថាគឺជាគាត់ដែលបានបំផង់តម្លៃអាផាតមិនដើមរបស់គាត់គ្មានកន្លែងណាត្រូវទៅបន្ទាប់មកនាងនឹងធ្វើអ្វីគ្រប់យ៉ាងដែលនាងអាចធ្វើបានដើម្បីចូលទៅក្នុងផ្ទះដែលគាត់បានរៀបចំវាគ្រាន់តែថាពួកគេចូលចិត្តជ្រៀតជ្រែកក្នុងជីវិតអ្នកដទៃធុញហើយគ្រាន់តែលេងសើចជាមួយខ្លួនឯងពាក្យសម្ដីនិងសម្លេងរបស់សេនាប្រមុខវិញយ៉ាងគាត់មិនដែលនឹកស្មានថាគាត់ត្រូវបានគេមើលងាយយ៉ាងនេះនៅក្នុងក្រសែភ្នែករបស់ឧត្តមសេនីយ៍នោះទេតើផ្ទះខ្ញុំមិនល្អជាងផ្ទះដែលអ្នកធ្លាប់រស់នៅពីមុន100ដងទេខ្ញុំជាមនុស្សបោកប្រាស់ខ្ញុំមិនចង់រស់នៅក្នុងផ្ទះរបស់ពួកគេទេខ្ញុំនឹងផ្លាស់ចេញនៅយប់នេះបន្ទាប់ពីនិយាយរួចឧត្តមសេនីយ៍ក៏ចាក់ចេញដោយកំហឹងនីតិហ៊ានរូបនោះមានទឹកមុខអស់សង្ឃឹមនៅយប់នោះឧត្តមសេនីយ៍បានទាញវ៉ាលីរបស់គាត់ខ្ញុំបានទៅស្នាក់នៅជាមួយមិត្តល្អបំផុតរបស់ខ្ញុំម្យ៉ាងវិញទៀតនីតិហ៊ានដែលត្រូវគេស្ដីបន្ទោសបានអូសមិត្តភ័ក្តិរបស់គាត់ទៅបារមួយដើម្បីបំបត្តិទុក្ខព្រួយរបស់គាត់ប្រាប់គាត់ពីបញ្ហារបស់អ្នកមិត្តរបស់គាត់បានប្រាប់គាត់ភ្លាមឲ្យផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់គាត់នៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍រូបនេះត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនរបស់គាត់នាំទៅចូលរួមកម្មវិធីសង្គមមួយសហការីរបស់ឧត្តមសេនីយ៍បានជម្រាបជូនសេនាប្រមុខយានយ៉ាងរហ័សអំពីបញ្ហានេះឧត្តមសេនីយ៍បានបញ្ជូនឧត្តមសេនីយ៍ម្នាក់ទៅវ៉ាំបូដើម្បីសុំទោសចំពោះការវាយដំអ្នកថាប្រសិនបើគាត់ប្រឆាំងនឹងឧត្តមសេនីយ៍គាត់អាចនឹងជួបបញ្ហាពេលទទួលបានដំណឹងនោះភ្លាមនីតិហ៊ានក៏ប្រញាប់ប្រញាល់មកភ្លាមដូចជាឧត្តមសេនីយ៍ស្រវឹងកំពុងត្រូវបានគេចាប់រំលោភជាសំណាងល្អនីតិហ៊ានបានមកដល់ទាន់ពេលវេលាសុខសប្បាយជីទេមកផ្ទះជាមួយខ្ញុំលោកយានបិទមាត់